ក្លាប់ស្រក់ទឹកមាត់ដោយសារតែឃើញវីដេអូគេអាំងឆ្អឹងជំនីជ្រូកពួកដោយសារតែមុខម្ហូបមួយមុខនឹងជាសាច់ផ្នែកដែលយើងចូលចិត្តទៅចង់ញ៉ាំឆ្អឹងជំនីជ្រូកដែលឆ្ងាញ់ណាស់ត្រូវតែអត់ធ្មត់ក្នុងការអាំងបន្តិចបងប្អូនដាក់ភ្លើងងុំហើយប្រែត្រឡប់និយាយទៅឈោអាំងមួយបែកញើសដែរនឹងទម្រាំតែបានសាច់ស្អាតប៉ុណ្ណឹងត្រូវប្រែវាត្រឡប់ឡើងត្រឡប់ចុះបើនិយាយពីតម្លៃវិញណាឆ្អឹងជំនីជ្រូកជាមួយនឹងសាច់ល្អក៏តម្លៃដូចគ្នាដែរប៉ុន្តែហេតុអីជ្រើសយកឆ្អឹងជំនីយកមកអាំងទាំងដែលមានឆ្អឹងនៅក្នុងនឹងយើងខាតអត់សូវបានសាច់ច្រើនដូចយើងទិញសាច់ល្អទេមូលហេតុហ្នឹងគឺចូលចិត្តញ៉ាំនឹងឯងហើយកន្លែងឆ្អឹងជំនីហ្នឹងអត់ដឹងមកទេបងប្អូនរសជាតិវាខុសគ្នាពីយើងទិញសាច់ល្អសាច់3ជាន់ឬក៏សាច់2ជាន់អីរសជាតិវាញ៉ាំមកគឺខុសគ្នាហ្មងថ្ងៃហ្នឹងទិញឆ្អឹងជំនីជ្រូកកន្លះគីឡូមកយកមកអាំងហើយបុកជាមួយនឹងកាសាំងតិចដែរម៉ែឲ្យសឡម្ជូរតាំងពីព្រឹកឡើងមួយចានល្ងាចមិញហ្នឹងជិះម៉ូតូកាត់តាមខ្នល់តពេលទៅធុំក្លិនឈ្ងុយគ្រាន់តែដឹងក្លិនតែឈ្ងុយហ្នឹងដឹងតែគេអាំងសាច់ហ្មងបើមិនអាំងឆ្អឹងជំនីជ្រូកទេក៏សាច់អីដែរដល់ពេលចឹងទៅគ្រាន់តែឈ្ងុយក្លិនភ្លាមខ្លួនឯងនេះនឹកឃើញដល់ឆ្អឹងជំនីជ្រូកហ្មងហើយបើនិយាយពីបុកកាសាំងរបស់ខ្ញុំវិញថ្ងៃហ្នឹងខ្ញុំអត់មានសណ្ដែកដីទេហើយក៏អត់មានបន្លែអីជ្រលក់ដែរបងប្អូនព្រោះដោយសារតែខ្ញុំបុកហ្នឹងអែបជាមួយនឹងសាច់អាំងរបស់ខ្ញុំម្ហូបដែលខ្លួនឯងធ្វើសោះហាគ្រាន់តែឈោអាំងបដានិយាយពីថាលេងទឹកមាត់ក្អឺហ្មងណាមួយអាពេលដែលកំពុងតែឈោអាំងសាច់ហ្នឹងតាំងពីព្រឹកមកអត់តាន់បានញ៉ាំអីទេដល់ពេលឈ្ងុយក្លិនសាច់ហ្នឹងទៀតនិយាយពីថាហេវនោះហេវបើសិនជាជៀនណាបានញ៉ាំលឿនប៉ុន្តែរសជាតិជៀនហើយនឹងអាំងវាខុសគ្នាឆ្ងាយបដូរផ្ដាច់ចំណាយពេលអាំងឈោអាំងលំបែកញើសជោគប៉ុន្តែអត់ឲ្យខកបំណងទេនិយាយពីថាសាច់វិញបានមកយ៉ាងល្អពណ៌ក៏ទំនងហើយនិយាយពីរសជាតិវិញមកល្មមឆ្ងាញ់សាច់នេះគឺខ្ញុំប្រឡាក់ភ្លាមខ្ញុំអាំងភ្លាមប្រឡាក់ដាក់ខ្ទឹមតិចៗនិយាយពីថាឈ្ងុយ